ឯកឧត្តមខណ្ឌសុផលព្រះរាជអាជ្ញានៃអាយិកាអមសាលាដំបងខេត្តកែបនាព្រឹកថ្ងៃប្រហោះ2រោចខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី9ខែតុលាឆ្នាំ2025បានដឹកនាំកិច្ចប្រជុំណែនាំដល់មន្ត្រីនគរបាលយុតិធធពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៃក្រមព្រហ្មទណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌនិងបញ្ហាផ្សេងៗដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងអង្គភាពកិច្ចប្រជុំណែនាំនេះក៏មានការចូលរួមពីព្រះរាជអាជ្ញារងលោកស្រីស្នងការរងនគរបាលមេបញ្ជាការរងកងរាជអាវុធហត្ថប្រធានមន្ទីរសុខាភិបាលមន្ទីរបរិស្ថានលោកប្រធានអនុប្រធានពន្ធនាគារលោកប្រធានមន្ទីរជំនាញនិងរដ្ឋបាលព្រៃឈើរដ្ឋបាលជលផលវិរៈការពារដែនទឹកលេខ430លោកអធិការនគរបាលក្រុងស្រុកមេបញ្ជាការដ្ឋានក្រុងស្រុកព្រមទាំងប្រធានការិយាល័យជំនាញតាមមន្ទីរអង្គភាពពាក់ព័ន្ធក្នុងកិច្ចប្រជុំនោះបានផ្ដោតជាសំខាន់ទៅលើបទល្មើសព្រហ្មទណ្ឌគ្រឿងញៀនគ្រោះថ្នាក់ចរាចរណ៍ក្មេងទំនើងនិងបញ្ហាប្រឈមផ្សេងៗក្នុងដែនសមត្ថកិច្ចឯកឧត្តមព្រះរាជអាជ្ញាជំរុញឲ្យមន្ត្រីនគរបាលយុតិធធធ្វើសេចក្តីសន្និដ្ឋានរបាយការណ៍ព្រមទាំងផ្នែកកុសលវិច័យឲ្យបានច្បាស់លាស់ដើម្បីភាពងាយស្រួលដល់តំណាងអាយិកាចាត់ការតាមនីតិវិធីច្បាប់បន្ថែមពីនេះឯកឧត្តមបានកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានសហការយ៉ាងល្អតាមជំនាញរៀងខ្លួនព្រមទាំងយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បង្ការនិងបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា